Hello everyone, welcome back to our class. Today we are going to learn about where. ចាសួស្តីបងប្អូនអ្នកសិក្សាភាសាអង់គ្លេសទាំងអស់គ្នាចឹងថ្ងៃនេះយើងនឹងរៀនមេរៀនបន្តទៀតទាក់ទងទៅនឹង where យ៉ាមានន័យថាទីណាចឹងសួរអំពីទីកន្លែងចាពាក្យថា where នេះចឹងយើងចាប់ផ្ដើមរៀនទាំងអស់គ្នាចាចឹង where ចា where នឹងមានន័យថាទីណាឬក៏ឯណាយើងអាចបកប្រែបានពីរសួរអំពីទីកន្លែងអញ្ចឹងនេះយើងមើលនេះ where where ចាអញ្ចឹងយើងប្រើ where នេះដើម្បីសួរអំពីទីកន្លែងយ៉ា ask about a place ចាអញ្ចឹងប្រើ where ដើម្បីសួរអំពីទីកន្លែងចាយើងមើលឧទាហរណ៍ទាំងអស់គ្នាចាយ៉ាអញ្ចឹងប្រយោគនេះគឺ where do you live យ៉ា Where do you live តើអ្នករស់នៅឯណាឬក៏តើអ្នករស់នៅទីណា Yeah Where do you live Yeah Where do you live តើអ្នករស់នៅទីណាចា Where ហ្នឹងទីណាឬក៏ឯណា live នេះរស់នៅចាមានន័យថារស់នៅ Where do you live តើអ្នករស់នៅទីណាដល់ពេលយើងឆ្លើយទៅវិញ I live in បាត់ដំបង Yeah I live in បាត់ដំបង province ចា province អញ្ចឹងនៅខេត្តបាត់ដំបងខ្ញុំរស់នៅក្នុងខេត្តបាត់ដំបងចាចាំបើយើងរស់នៅភ្នំពេញយើងដាក់ថា I live in ភ្នំពេញចាភ្នំពេញអញ្ចឹងទៅអញ្ចឹងយើងអាចដូរកន្លែងដែលយើងរស់នៅនេះកន្លែងនេះយើងដូរដាក់កន្លែងផ្សេងមកចាំពេលយើងឆ្លើយ I live in ចាភ្នំពេញ I live in បន្ទាយមានជ័យចាសាច់ជាយើងអ្នករស់នៅទីណាយើងឆ្លើយដាក់ទីនោះទៅចាខ្ញុំរស់នៅខេត្តបាត់ដំបងចាអញ្ចឹងកន្លែងនេះយើងសួរអំពីកន្លែងដែលគេរស់នៅទីតាំងដែលគេរស់នៅចាអញ្ចឹងចូលតទៀតនេះគឺយើងសួរអំពី where are my book where are my books yeah where are my books ចាតើសៀវភៅរបស់ខ្ញុំនៅឯណាចាយើងចង់សួររករបស់យើងសៀវភៅរបស់យើងអញ្ចឹងយើងសួរថាWhere are my books ចាតើសៀវភៅរបស់ខ្ញុំនៅទីណាចាដល់ពេលយើងឆ្លើយវិញទៅពេលគេឆ្លើយមកវិញ Your books are on the table yeah Your books are on the table ចាសៀវភៅរបស់អ្នកគឺនៅលើតុចាអញ្ចឹងបើយើងចង់សួរថាតើទូរស័ព្ទរបស់ខ្ញុំនៅឯណាយើងដាក់មិនវិញ Where are my phone yeah Where are my phone តើទូរស័ព្ទរបស់ខ្ញុំនៅឯណាដល់ពេលគេឆ្លើយមកវិញយើងពេលគេឆ្លើយថាទូរស័ព្ទរបស់អ្នកគឺនៅក្នុងកាបូបរបស់ខ្ញុំឆ្លើយថា Your phone is on my bag yeah Your phone is on my bag ចឹងទូរស័ព្ទរបស់អ្នកគឺនៅក្នុងកាបូបរបស់ខ្ញុំចាចឹងយើងប្រើសំណួរនេះសម្រាប់សួររកទីតាំងទីកន្លែងដែលរបស់យើងនៅកន្លែងណាតាទីតាំងយើងរស់នៅអញ្ចឹងឲ្យទៅទីតាំងគឺយើងប្រើ where នេះហើយ where ចាឲ្យទៅទីតាំងយើងប្រើ where ចាដូចនេះ where are my books yeah your books are on the table table នេះមានន័យថាតុចាឥឡូវយើងមើលតទៀតចានេះ where did you go yesterday ចា where did you go yesterdayចាយើងអាចសួរចោតសំណួរយើងប្រើលើកដាក់សំឡេងឲ្យត្រូវចា Where did you go yesterday yeah Where did you go yesterday ចាតើអ្នកបានទៅឯណាកាលពីម្សិលមិញចាតើអ្នកបានទៅទីណាក៏បានដែរតើអ្នកបានទៅទីណាកាលពីម្សិលមិញហ្នឹងចាដល់ពេលយើងឆ្លើយវិញ I went to the market yeah I went to the market ខ្ញុំបានទៅផ្សារកាលពីម្សិលមិញហ្នឹងចាអញ្ចឹង one នេះមានន័យថាបានទៅចានេះគឺបានបញ្យល់មិញមេរៀនមិញដែរ I went to the market ចាពាក្យថា one នេះមានន័យថាបានទៅចា market មានន័យថាផ្សារចាចាំបើយើងដាក់ថាកាលពីម្សិលមិញខ្ញុំបានទៅសាលារៀនយើងដាក់ចេះទៅយើងដាក់ I went to school yeah I went to school ខ្ញុំបានទៅសាលារៀនបើយើងដាក់ថាតើគេសួរថាតើអ្នកបានទៅណាកាលពីម្សិលមិញខ្ញុំបានទៅផ្ទះមិត្តភ័ក្តិរបស់ខ្ញុំ
យើងដាក់ថា I went to my friend house ចា I went to my friend house ចាយើងអាចឆ្លើយទៅតាមសំណួរដែលគេសួរនឹងចា Where did you go yesterday តើអ្នកបានទៅណាកាលពីម្សិលមិញចាពាក្យថា yesterday នេះមានន័យថាកាលពីម្សិលមិញចារឿងដែលកើតឡើងរួចហើយកាលពីម្សិលមិញអញ្ចឹងប្រយោគនេះគឺស្ថិតនៅក្នុងអតីតកាលចាឥឡូវយើងមើលតទៀតគឺ Where do you have lunch ចា Where do you have lunch Where do you have lunch តើអ្នកញ៉ាំអាហារថ្ងៃត្រង់នៅឯណាដល់ពេលយើងឆ្លើយ I have lunch at school I have lunch at school I have lunch at school ចាខ្ញុំញ៉ាំអាហារថ្ងៃត្រង់នៅសាលារៀនចាចាំបើយើងដាក់ថាខ្ញុំញ៉ាំអាហារថ្ងៃត្រង់នៅផ្ទះរបស់ខ្ញុំចាយើងដាក់ថា I have lunch at home ចា I have lunch at home ចាខ្ញុំញ៉ាំអាហារថ្ងៃត្រង់នៅផ្ទះចាយើងមើលតទៀតគឺចាផ្ដើមដោយ where និងដដែលសួររអំពីទីតាំងឬក៏ទីកន្លែងចា Where is the bus station Where is the bus station តើចំណតឡានក្រុងនៅទីណាឬក៏តើចំណតឡានក្រុងនៅកន្លែងណាចាយើងសួរគេអញ្ចឹងណាសួរបែបសាមញ្ញដល់ពេលយើងឆ្លើយវិញ The bus station is near the market The bus station is near the market ចាចំណតឡានក្រុងនោះគឺនៅជិតផ្សារចាជាង market មានន័យថាផ្សារជាង bus station មានន័យថាចំណតឡានក្រុងកន្លែងនេះ bus station ចាចំណតឡានក្រុងចាយើងម្ដងទៀត Where is the bus station តើចំណតឡានក្រុងនៅទីណា The bus station is near the market ចាអញ្ចឹងចំណតឡានក្រុងនោះគឺនៅជិតផ្សារចាអញ្ចឹងបើយើងចង់ដាក់ថាចំណតឡានក្រុងគឺនៅជិតសាលារៀនយើងដាក់ចោលតា The bus station is near my school អញ្ចឹងទៅអញ្ចឹងចំណតឡានក្រុងនោះគឺនៅជិតសាលារៀនរបស់ខ្ញុំចា The bus station is near my school ចាអញ្ចឹងយើងអាចឆ្លើយបែបហ្នឹងចាឥឡូវយើងមើលតទៀតគឺចា Where do you want to go for vacation Where do you want to go for vacation តើអ្នកចង់ទៅវិស្សមកាលហ្នឹងនៅទីណាឬក៏នៅឯណាអញ្ចឹងណាចាអញ្ចឹង where ហ្នឹងទីណាឬក៏ឯណា want មានន័យថាចង់ want ចង់ go ទៅ vacation វិស្សមកាលឬក៏វ៉ាកងអញ្ចឹងទៅWhere do you want to go for vacation តើអ្នកចង់ទៅឯណានៅថ្ងៃវិស្សមកាលហ្នឹងចាអញ្ចឹងពេលឆ្លើយទៅវិញ I want to go to the beach I want to go to the beach ចាខ្ញុំចង់ទៅឆ្នេរសមុទ្រចាអញ្ចឹងពាក្យថា beach នេះ beach B E A C H នេះគឺ beach អានថា beach មានន័យថាឆ្នេរសមុទ្រហ្នឹងចាអញ្ចឹង I want to go to the beach ចាខ្ញុំចង់ទៅឆ្នេរសមុទ្រអញ្ចឹងបើយើងចង់ដាក់ថាខ្ញុំចង់ទៅប្រាសាទអង្គរវត្តអញ្ចឹងយើងដាក់វិញយើងដាក់ដូរវិញមកយើងដាក់ I want to go to Angkor Wat ចា I want to go to visit Angkor Wat ចាខ្ញុំចង់ទៅលេងប្រាសាទអង្គរវត្តចាអរគុណសម្រាប់ការតាមដានវីដេអូនេះយើងនឹងជួបគ្នានៅវីដេអូក្រោយទៀត